ថ្ងៃទី15 ខែ 4 ម៉ោង 6:13 នាទីបាទផ្ញើទៅខាងច្បារមូនកំពង់ស្ពឺអរគុណបងប្រុសនៅខាងកំពង់ស្ពឺបាទដែលបានជាវពីខាងលោកគ្រូទៅបាទលើកទី2បាទលើកនេះបងជាវបាទនៅខ្នាយបាទចុងខ្នាយតាន់ព្រមទាំងបាទកាសជ្រូកព្រៃចំនួនបាទ4គ្រាប់បាទកាសជ្រូកព្រៃនេះនៅក្នុងក្បាលជ្រូកព្រៃបងប្អូនបាទហើយដូចនឹងពួនបងប្អូនបាទនេះសម្រាប់គោរពថែរក្សាបាទភាពត្រជាក់ត្រជុំបងប្អូនអាចស្រោបជាផ្លាស្ទិកឬក៏ដាក់ចូលឡតចូលបំពង់បាទហើយនេះខ្នាយនេះឆ្អឹងតម្រៃហើយចុងខ្នាយនេះស្អាតមែនទែនបងប្អូនណាបាទនេះលោកគ្រូយកពីខាងព្រៃពីខាងគេមកគឺបែបហ្នឹងមិនដឹងជាវាជុលគ្នាបាក់វាកាច់ឬក៏មនុស្សយើងអ្នកកាច់ទេបាទប៉ុន្តែធានាឲ្យរបស់សុទ្ធរបស់ស៊ីនពិតប្រាកដបាទមិនមែនជ័រមិនមែនឆ្អឹងគោឆ្អឹងក្របីអីទេបងប្អូនណាបាទហើយចុងតាន់ពើងតែហ្មងបងប្អូនហើយវែងបាទបងប្អូនណាហ្នឹងហើយប្រសិទ្ធិជូនគាត់បាទព្រមទាំងប្រេងម្ដងផងដែរបាទអញ្ចឹងផ្ញើទៅខាងកំពង់ស្ពឺបាទអរគុណអញ្ចឹងបងប្អូនដែលបានចង់បានចម្លាក់ព្រះចម្លាក់ខ្នាយជាកូនខ្លាអីតកតមកលោកគ្រូបានជាវជូនរបស់សុទ្ធរបស់ស៊ីនពិតប្រកបបាទថ្ងៃទី15បាទហ្នឹងហើយអញ្ចឹងបងប្អូនតំណតាមលេខទូរស័ព្ទលោកគ្រូលើវីដេអូនេះបានណា